ដល់ map network drive ទៅឲ្យ client តាមរយៈសរសេរ path ទី1គឺយើងបង្កើត user ឈ្មោះថា long ទី2គឺយើងបង្កើត folder ឈ្មោះ long ដែរហើយ share folder នេះទៅឲ្យ user long មិនសិន share ទៅឲ្យ administrator និង user long បន្តមកទៀតយើងចូលទៅក្នុង artillery វិញចូលទៅក្នុង user long ហើយសរសេរនៅតាម profile connect ចឹងនេះយើងជ្រើសរើស drive ឧទាហរណ៍ខ្ញុំជ្រើសរើស drive x1 ទៅបន្តមកទៀតកន្លែង tool នេះខ្ញុំដាក់ backslash ឈ្មោះ machine server pdc ហើយឈ្មោះ user យើងតែម្ដងចឹងបើសិនស្គាល់ឈ្មោះថាឧទាហរណ៍បើសិនជា user long យើងវាយ long មកតែករណីថាឈ្មោះវែងពេកយើងខ្ជិលវាយគឺយើងវាយ%, username %ចឹងនៅពេលនោះវានឹង check ឈ្មោះ RSY វត្ត apply អូខេគេចេញឈ្មោះ long ហ៎បាទអូខេចឹងខ្ញុំចាប់ដើម log ទៅកាន់ client ចឹង client នេះយើងដើម្បី client ចុះទៅកាន់ domain យើងមកសំដៅលើ my computer យក property computer name ចឹងមានន័យថា client នេះបានចុះទៅកាន់ domain ហើយដែលមាន domain name uup.u.kh ចឹងខ្ញុំ log off ទៅកាន់ user long ប៉ុន្តែមុនយើង log off ខ្ញុំសាកល្បងបើក exploration ថាតើយើងទទួលបាន map network drive ហើយនៅចឹង drive x យើងអត់ទាន់បានទេខ្ញុំចាប់ដើម log off computer មួយសិន log off តមកទៀតយើងចុចលើ control delete យ៉ាចឹងនៅត្រង់កន្លែងនេះគឺយើងយកឈ្មោះ domain name របស់យើងគឺ UPP ត្រង់ username នេះយើង log ចូលឈ្មោះ user long ហើយ password របស់ user អូខេបាទសូមរងចាំបន្តិចនេះគឺជាទម្រង់នៅពេលដែលយើង log ចូលទៅកាន់ user long អញ្ចឹងខ្ញុំមកសំដៅលើយក property ខ្ញុំឆែង interface វាទៅបើយើងយកលើយក2ជាន់យើងយកក្រោមតែមួយជាន់ទេផ្លាយអូខេបន្តមកទៀតខ្ញុំមកសំដៅលើ my computer explorer បាទនោះយើងនឹងបាន drive x1 ដែលឈ្មោះថា long on pdc មានថា long នេះតាមពិតគឺជា folder មួយដែលស្ថិតនៅលើ server អញ្ចឹងនេះគឺជា drive អញ្ចឹងមានថាគ្រប់ user ដែលឈ្មោះថា long log ចូល computer មួយណាក៏បានដែរហើយ drive នោះវានឹងរត់ទៅតាមដោយស្វ័យប្រវត្តិអញ្ចឹងក្នុងការដែលយើងសរសេរ map អូខេឥឡូវចាំមើលខ្ញុំចាប់ផ្ដើម disconnect yes អញ្ចឹងត្រូវបានបាត់អញ្ចឹងនៅពេលនោះខ្ញុំ log off ម្ដងទៀតថាតើ drive ហ្នឹងវាមានមកវិញដែរឬអត់អញ្ចឹងខ្ញុំសូម log off មួយទៀត yeah down log off អញ្ចឹងយើងអូខេ click password ខ្ញុំបើក Explorer ម្ដងទៀតអញ្ចឹង map drive មាន drive x ហ្នឹងត្រូវបានត្រឡប់មកវិញដដែលអញ្ចឹងយើង disconnect ឬក៏យើង log ទៅកាន់ computer ផ្សេងនោះវានឹងរត់មកតាមដូចគ្នាអញ្ចឹងក្នុងការបង្កើត map network drive ទៅឲ្យ client តាមរយៈ path ត្រូវបានបញ្ចប់